Ok, so today này nó kia, ngày nay nhung lần mong là nó kia từ thua là chim background glass bed ní, để nó làmที่จะ before the show มาchừngอย่างงี้เลยยังบานแจ้งใจการថ្មីមួយបន្តមកទៀតយើងត្រូវការ rectangle tool របស់យើងមួយដើម្បីគុំធ្វើជាទម្រង់ shape របស់យើងហ្នឹងអញ្ចឹងយើងគូសប្រព័ន្ធនេះមកមុំដែលយើងអាចប្រើវាបានបន្ទាប់មកយើងត្រូវការពុតកែងវាបន្តិចហើយយើងចាប់ផ្ដើមដូរពណ៌វាពីពណ៌លឿងស្រាលនេះទៅជាពណ៌សអូខេយើងចង់ឲ្យវាមានលក្ខណៈស្រួចខាងនេះស្រួចពីនេះមកនេះអញ្ចឹងដើម្បីធ្វើវាបានអ្នកនរគ្នាប្រើជាមួយនឹង pen tool ហើយឆ្លើនៅក្នុង rectangle របស់យើងដែរបន្ទាប់មកយើងធ្វើការadd ជាមួយនឹង point របស់យើងមួយអូខេបន្ទាប់មកយើងចុច Alt ឲ្យជាប់ដើម្បីផ្ដាច់វាកុំឲ្យវាកោងអញ្ចឹងណាចុច Alt វាមួយមកវាផ្ដាច់ហើយអានេះដូចគ្នាដែរដូចគ្នាអូខេខាងនេះយើងផ្ដាច់វាដែរមកវាស្រួចវាជ្រុងអញ្ចឹងបន្ទាប់មកយើងចុច Control ឲ្យជាប់ take លើ point នេះមកហើយទាញវាទៅនេះមកអូខេប៉ុណ្ណឹងបាទអញ្ចឹងបន្ទាប់មកចូលដល់ដំណាក់កាលទី2គឺការចាប់ផ្ដើមធ្វើនៅ effect អញ្ចឹងយើងឈរទៅលើ move tool ហើយបន្ទាប់មកយើងចាប់ផ្ដើមចូលទៅក្នុង blending option ខាងក្រោមនេះក៏បានឬក៏អ្នកនរគ្នាអាច double click ទៅលើ layer របស់យើងក៏បានដែរយើងបានទាំងប៉ុណ្នេះហើយបន្ទាប់មកយើងធ្វើការដាក់ effect ចំនួន2ទី1គឺ drop shadow ហើយចំពោះ setting របស់ខ្ញុំប្រើតែប៉ុណ្្នឹងទេ distance នេះ10 spread នេះ1ហើយបន្ទាប់មក size ពោះ size របស់ shadow របស់ខ្ញុំប្រើ18ហើយនឹង opacity របស់វាខ្ញុំប្រើ65ជាមួយនឹងមួយទៀតគឺយើងប្រើជាមួយនឹង inner shadow ដូចគ្នាInner Shadow ចំពោះ setting របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេខ្ញុំរៀបចំវាស្អាតហើយអ្នកនរគ្នាអាចធ្វើតាមឬក៏ customize ដោយខ្លួនឯងបានបើខ្ញុំប្រើឆុក34ជាមួយនឹង size 6ក៏ដូចជា opacity ខ្ញុំប្រើតា50ជាងទេប៉ុណ្ណឹងខ្ញុំគិតថាខ្ញុំអាចប្រើវានៅលើ poster របស់ខ្ញុំបានអូខេ click OK មកអញ្ចឹងយើងអាចសរសេរជា text របស់ខ្ញុំសូមប្រើវាពណ៌សសិនមកហើយបន្ទាប់មកខ្ញុំបង្កើតជា text មួយហើយខ្ញុំសរសេរថា follow meតែវាដោយសារតែវាពណ៌សយើងdouble click វាលើវាពីរដងមកហើយដូរវាទៅជាពណ៌ដូច background មក text មកវាប៉ុណ្ណាហើយយើងទាញវាដាក់មកខាងនេះមកហើយខ្ញុំចង់ដាក់ icon មួយទៀតដើម្បីមើលទៅកាន់តែស្អាតបន្ទាប់មកខ្ញុំទៅទាញ icon របស់យើងចូលមកនេះ icon របស់ខ្ញុំអូខេខ្ញុំទាញវាចូលតែម្ដងបរួមវាតិចមកយេហើយបន្ទាប់មកវាមើលទៅពណ៌ខ្មៅអត់សូវស្អាតទេយើងចាប់ផ្ដើមdouble click លើ layer icon របស់យើងមកហើយបន្ទាប់មកយើងប្រើ color overlay អូខេនេះប៉ុណ្នេះវាពណ៌នេះប៉ុណ្ណឹងអូខេមានប៉ុណ្្នឹងទេអញ្ចឹងសម្រាប់អ្នកនរគ្នាដែលចង់បានវាយកទៅប្រើជាលក្ខណៈ background text ដូចខ្ញុំបែបនេះអាចទៅ join channel Telegram របស់ខ្ញុំម្នាក់មួយដើម្បីទាញយក element ផ្សេងៗផងដែរអ្នកនរគ្នាអាចចុច follow page របស់ខ្ញុំម្នាក់មួយក៏ដូចជាធ្វើការ join channel Telegram ដែលខ្ញុំនឹងដាក់ link នៅលើ description ខាងលើផងដែរអរគុណច្រើនសម្រាប់ការទស្សនាបាយបាយ